បាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទសុគុណនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្រៀនអ្នកទាំងអស់គ្នាឲ្យចេះប្រើប្រាស់រវាង subject pronouns ជាមួយនឹង do ឬក៏ does បាទអញ្ចឹងបងប្អូនមើលក្តារខៀនជាមួយខ្ញុំបាទទាំងអស់គ្នា subject pronouns អញ្ចឹងយើងមាន I we you they he she ហើយនិង it យើងមាន subject pronouns បាទហើយយើងមាន do ឬក៏ does ដែលយើងនិយាយខ្មែរថាធ្វើបាទបងប្អូនមើលមកកន្លែងនេះ I do we do you do they do he does she does it does មានន័យថាខ្ញុំធ្វើពួកយើងធ្វើអ្នកធ្វើពួកគេធ្វើគាត់ធ្វើនាងធ្វើវាធ្វើខ្ញុំសូមសរុបឡើងវិញកិរិយាសព្ទ do យើងប្រើជាមួយប្រធានចំនួន4មានដូចជា I do we do you do they do បាទហើយចំពោះ does យើងប្រើជាមួយប្រធានចំនួន3មានដូចជា he does she does it does បាទអរគុណច្រើនមេរៀនរបស់ខ្ញុំបាទត្រូវបានបញ្ចប់បើសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់រៀនភាសាអង់គ្លេសក៏អាចទាក់ទងតាមរយៈលេខទូរស័ព្ទបាទតាមរយៈ Telegram TikTok Facebook YouTube បាទអរគុណច្រើនជម្រាបលា